Chăm đo pe na tiếp tớp mạ trò lọp một kè vinh. Mình du quần man xinh xinh nâng kênh lụa mùi rồi dạ nơ pe đà niên mùi kênh. Chốc mơ ní tờ. Này rồi bó nẹ mình hot nơi bằng copy ngay đầu vánh ngay tế. Nhôm lên mơ tiệt hài. Pa cầm pông can tuần xài. Nẹ ôn ai tha việc đôi chỉ khmền. Buộc kê rò ha rò huồn. Anh ốc thiên ái xôngประหยัดผ่อง สู้ ភ្ញាក់ឡើង ក្មេងនៅតែដឹងខ្លួន សង្គ្រោះកុមារជាមុនសិន ខ្ញុំនឹងធ្វើឲ្យគាត់ខឹង គាត់សុខសប្បាយជាទេព ម្ចាស់សូមកុំនិយាយអី អ្នករងរបួសយ៉ាងធ្ងន់ធ្ងរ ខ្ញុំសូមអង្វរអ្នក ប្រញាប់ឡើងហើយជួយសង្គ្រោះប្រពន្ធខ្ញុំ ស៊ូអា មើលម៉ាក់ខ្ញុំនៅទីនេះ ចុះបើយើងមិនគូវាថ្ងៃនេះវិញ វាមានរយៈពេល3ឆ្នាំហើយចាប់តាំងពីរាជវង្សហានត្រូវបានបង្កើតឡើង អ្នកមិនអាចបន្តរស់នៅបែបនេះបានទេ ខ្ញុំកំពុងធ្វើបានល្អ អ្នកហៅវាថារស់នៅបានល្អមែនទេ សូមក្រឡេកមើលផ្កាយ គាត់គ្មានអ្នកណាលេងជាមួយតតែសោះ គាត់មិនចូលចិត្តមនុស្សចម្លែកទេ អ្នកមិនអនុញ្ញាតឲ្យនរណាម្នាក់នៅជិតគាត់ទេ តើអ្នកដឹងដោយរបៀបណាថាគាត់ចូលចិត្តអ្នកល្អ ហើយការណាត់ជួបពីការភ្នែកដែលខ្ញុំបានរៀបចំឲ្យអ្នកថ្ងៃនេះ អ្នកត្រូវតែទៅ ខ្ញុំមិនសុំឲ្យអ្នកចូលចិត្តអ្នកផ្សេងទេ ប៉ុន្តែយ៉ាងហោចណាស់អ្នកគួរតែរកនរណាម្នាក់ដែលអាចមើលថែផ្កាយបាន បន្ទាប់ពីស៊ូវ៉ាន់ចាក់ចេញខ្ញុំបានស្គាល់ថាខ្ញុំនឹងមិនរៀបការម្ដងទៀតទេ បន្ទាប់មកគ្រាន់តែគិតថាវាជាការជួយអ្នកមើលថែដំបូងសូមជួយខ្ញុំឆ្លងកាត់ឧបសគ្គនេះ ខ្ញុំមិនបង្ខំអ្នកឲ្យភ្លេចស៊ូវ៉ាន់ទេ ខ្ញុំខ្លាចថាផ្កាយនឹងជាប់គាំងនៅក្នុងយប់នោះជារៀងរហូត ខ្ញុំឃើញ បន្តិចទៀតស៊ីនស៊ីងនឹងចេញទៅញ៉ាំអាហារជាមួយប៉ារបស់នាង ប៉ាទៅបដូរសម្លៀកបំពាក់មុនគេ លោកហ្វូសូមអញ្ជើញចូលមកខាងក្នុង អនុប្រធានាធិបតី កញ្ញាលីន នេះត្រូវតែជាកូនស្រីរបស់អ្នក តើអ្នកឈ្មោះអ្វីមិត្តតូច គាត់ឈ្មោះហ្វូស៊ីនស៊ីង ឈ្មោះតារានេះពីរោះណាស់ កុំឈរចូលអង្គុយចុះ អនុប្រធានស៊ីងស៊ីងមានចរិតល្អណាស់ គាត់មើលទៅមានហេតុផលណាស់ មិនអីទេបើគាត់ខ្មាស់អៀន ខ្ញុំពិតជាចូលចិត្តក្មេងណាស់ ខ្ញុំអាចចំណាយពេលជាមួយគាត់បន្ថែមទៀតនៅពេលក្រោយ តែនិយាយថាអ្នកចូលចិត្តក្មេងជានិច្ច មនុស្សល្អមែន ពិតមកទៅអ្នកត្រូវបានគេត្អូញត្អែចំនួន3ដងរួចហើយ ខ្ញុំដឹងថាខ្ញុំត្រូវបានរារាំងយ៉ាងខ្លាំង ខ្ញុំកំពុងចេញពីសាលាបែបនេះ ប៉ារបស់អ្នកមិននៅទីនេះទេ ឈប់ធ្វើពុតទៅខ្ញុំកំពុងនិយាយជាមួយអ្នកតើអ្នកមិននឹកខ្ញុំនិយាយទេ ខ្ញុំអបតុកតាចាស់នេះរាល់ថ្ងៃ ឪពុករបស់អ្នកក៏មិនបានបោះគាត់ចោលដែរ ប្រសិនបើខ្ញុំពិតជារៀបការជាមួយគ្រួសារអ្នកមានអ្នកគួរតែប្រព្រឹត្តខ្លួនឲ្យសមរម្យហើយស្ដាប់ខ្ញុំ កុំយកម្ដាយអ្នកអី អ្នកគួរតែដើរតួជាជនរងគ្រោះនៅចំពោះមុខឪពុករបស់អ្នក កុំបារម្ភពីថ្លៃជួល ប្រាក់កក់ មីកញ្ចប់ វិកលបិទអគ្គិសនី កុំយករបស់ពីមិត្តចាស់ឬយកវាទៅចូលរួមពិធីផ្លូវការ តើអ្នកចង់ឲ្យឪពុករបស់អ្នកមិនរៀបការម្ដងទៀតទេ ហេតុអ្វីបានជាអ្នកមិនស្ដាប់បង្គាប់ដូច្នេះ បើអ្នកធ្វើបែបនេះខ្ញុំនឹងប្រាប់ឪពុករបស់គាត់ អ្នកគ្រាន់តែជាអ្នករត់ទៅទេកុំខ្វល់ពីរឿងរបស់អ្នកអី តើអ្នកគិតថារឿងនេះសមរម្យទេ វាមិនមែនជាកន្លែងរបស់អ្នកដែលត្រូវនិយាយនោះទេ ហេតុអ្វីបានជាអ្នកខ្មាស់អៀនចំពោះការចុចម្រាមដៃរបស់អ្នកដោយចៃដន្យ តើអ្នកដឹងទេថាខ្ញុំជានរណា គ្មានគំនិតទេ ប៉ុន្តែបើអ្នកប៉ះខ្ញុំម្ដងទៀតខ្ញុំនឹងទូរស័ព្ទទៅប៉ូលីសភ្លាម គឺឆាយិនអ្នកបានបង្កបញ្ហាម្ដងទៀតសុំទោសពួកគេភ្លាម គាត់ស្ថិតក្នុងស្ថានភាពបែបនេះតើអ្នកមិនឃើញទេ នោះជាអាជីវកម្មរបស់ពួកគេកុំបង្កបញ្ហាដល់ភោជនីយដ្ឋាន ដូច្នេះការជួយអ្នកដទៃត្រូវបានចាត់ទុកថាជាបញ្ហានៅទីនេះមែនទេ ជប់និយាយរឿងមិនសមហេតុផលទៅ សុំទោសភ្លាម បើមិនសុំទោសទេចាក់ចេញឥឡូវនេះទៅ កុំខ្លាចអីគាត់មិនអាចធ្វើបាបខ្ញុំបានទេ មានរឿងអ្វីកើតឡើង អ្នករត់ទៅនៅហានថងនេះគាត់ស្រាប់តែចាក់ចំបេះដូងខ្ញុំហើយខ្ញុំក៏ភ្ញាក់ផ្អើលជាខ្លាំង ភ្ញាក់ពីដំណេក អ្នកសុខសប្បាយជាទេ គាត់ទើបតែឈ្នះក្រុម Rockets ខ្ញុំមិនមានរូបថតរបស់ហានយ៉ាវទេសូមអនុញ្ញាតឲ្យខ្ញុំពន្យល់ ពន្យល់ពីអ្វី មនុស្សជាច្រើនបានឃើញដូច្នេះ បិទមាត់ទៅ អ្នកជាអ្នកដែលគួរតែបិទមាត់ ចេញទៅក្រៅ ហានជើកុំបង្ខំខ្ញុំឲ្យហើយសន្តិសុខអី អនុប្រធានាធិបតី ខ្ញុំពិតជាសុំទោសណាស់ខ្ញុំនឹងបណ្ដេញបុគ្គលិកនេះចេញភ្លាម ខ្ញុំនឹងមិនបិទមាត់ម្ដងទៀតទេ
គឺ Shai អ្នកត្រូវបានបណ្តេញចេញពីទីនេះភ្លាមខ្ញុំចប់ការងារដ៏អាក្រក់នេះហើយខ្ញុំចង់ឈប់យូរហើយមនុស្សដូចអ្នកមិនអាចជោគជ័យនៅកន្លែងណាទេវានៅតែល្អជាងមនុស្សគ្មានបេះដូងដូចអ្នកមិត្តតូចឲ្យខ្ញុំត្រូវទៅហើយឥឡូវនេះខ្ញុំគ្មានការងារធ្វើឥឡូវនេះហើយអាចញ៉ាំមីកញ្ចប់បានតែនៅពេលយប់ប៉ុណ្ណោះឲ្យវាមកខ្ញុំទន្សាយនេះនៅជាមួយអ្នកយូរហើយមែនទេវាគួរតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកកុំបារម្ភអីវាអាចជួសជុលបានប្រសិនបើវាខូចមនុស្សក៏ជាកញ្ញាស៊ូអ្វីអ្នកនឹងមិនលងស្នេហ៍ខ្ញុំទេមែនទេធ្វើជាប្រពន្ធខ្ញុំអនុប្រធានាធិបតីខ្ញុំគ្រាន់តែនិយាយលេងទេសូមកុំចាត់ទុករឿងនេះធ្ងន់ធ្ងរពេកខ្ញុំមិននិយាយលេងទេទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាអាពាហ៍ពិពាហ៍មានសុខភាពរយៈពេល3ឆ្នាំនៅតែងុយគេងពាក់កណ្ដាលមែនទេហើយអ្វីបានជាអ្នកនិយាយពេលអ្នកគេងនៅពេលព្រឹកព្រលឹមអនុញ្ញាតឲ្យខ្ញុំបញ្ចប់អស់រយៈពេល3ឆ្នាំកន្លងមកនេះអ្នកភាគច្រើនទទួលខុសត្រូវក្នុងការថែទាំជាដោះស្រាយជីដូនរបស់ខ្ញុំ3ឆ្នាំក្រោយមកខ្ញុំនឹងបង់ប្រាក់ឲ្យអ្នកចំនួន20លានក្នុងមួយដុំ20លានយន្តចិនបន្ទាប់ពីងុយគេងខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ជាមុនសិនខ្ញុំត្រូវការលុយប៉ុន្តែខ្ញុំមិនលក់មុនសការរបស់ខ្ញុំទេអ្នកអាចឲ្យខ្ញុំមើលថែកូនបានកុំគិតចង់សុំឲ្យខ្ញុំធ្វើអ្វីផ្សេងទៀតអីទោះយ៉ាងណាក៏ដោយខ្ញុំត្រូវពិនិត្យមើលកិច្ចសន្យាឡើងវិញខ្ញុំនឹងមិនចុះហត្ថលេខាលើលក្ខខណ្ឌអយុត្តិធម៌ណាមួយឡើយតើវារួមបញ្ចូលអាហារនិងកន្លែងស្នាក់នៅដែរទេនោះនឹងជួយសន្សំប្រាក់បានច្រើនតោះទៅចុះការចូលទៅក្នុងគ្រួសារអ្នកមានអ្វីមួយដែលអ្នកត្រូវចងចាំតើអ្នកអាចធ្វើអ្វីបានដើម្បីថែរក្សាផ្កាយប៉ុន្តែកុំឲ្យគាត់ប្រព្រឹត្តចំពោះអ្នកដូចជាម្ដាយរបស់គាត់អីខ្ញុំស្គាល់អនុប្រធានការរកលុយបាន20លានមិនមែនជារឿងងាយស្រួលនោះទេក្មេងមិនងាយនឹងលួងលោមទេមិត្តតូចឲ្យហេតុអ្វីបានជាអ្នកកាន់ដៃយ៉ាងណែនបែបនេះខ្ញុំមានអារម្មណ៍ថាអ្នកបានចាប់ជំរិតខ្ញុំតើអនុប្រធានាធិបតីមានថង់ទឹកកកនៅក្នុងឡានរបស់គាត់ទេកំពុងធ្វើអ្វីតែរបស់គាត់ក្រហមខ្លាំងណាស់វានឹងហើមនៅយប់នេះប្រសិនបើគាត់មិនស្អំត្រជាលោកអូឆេនដែលជាអ្នកផលិតទឹកកកគឺជាអនុប្រធានវាត្រជាក់បន្តិចប្រសិនបើអ្នកមិនស្រួលខ្លួនគ្រាន់តែរុញខ្ញុំចេញទៅព្រិចភ្នែកបើវាឈឺប្រសិនបើវាមិនឈឺទេសូមព្រិចភ្នែក2 ដងមិនអីទេខ្ញុំដឹងថាវាឈឺចាប់ដូច្នេះខ្ញុំនឹងទន់ភ្លន់ជាងនេះគាត់រងរបួសប៉ុន្តែគាត់មិនអីទេខ្ញុំនឹងធ្វើឲ្យគាត់បន្ថែមទៀតនៅពេលក្រោយជំនាញដេប៉ារបស់ខ្ញុំគឺមធ្យមប៉ុន្តែគាត់គួរតែគួរឲ្យទុកចិត្តជាងឪពុករបស់អ្នកខ្ញុំអាជីអនុប្រធានាធិបតីបែបនោះប្រកាសជាមិនចាំបាច់ដឹងរឿងនេះទេចូលយើងពិនិត្យមើលកិច្ចព្រមព្រៀងសហប្រតិបត្តិការអាពាហ៍ពិពាហ៍អ្នកមានលុយរៀបការហើយការប្រឡងត្រូវបានធ្វើឡើងដូចជាអតិថិជនកំពុងទទួលសំណួរឡើយវាជាអាជីវកម្មសហករណ៍កិច្ចសហប្រតិបត្តិការគឺជាកិច្ចសហប្រតិបត្តិការប្រសិនបើលុយកាក់និងអាកប្បកិរិយាត្រឹមត្រូវខ្ញុំអាចសហការបាន$20 លានក្នុងរយៈពេល3ឆ្នាំដើម្បីមើលថែ Phishing សេងនិងដោះស្រាយជាមួយស្ត្រីចំណាស់កុំជ្រៀតជ្រែកជីវិតឯកជនរបស់អតិថិជនភាគីម្ខាងទៀតមិនត្រូវបញ្ចុះបញ្ចូល Phishing សេងឲ្យហៅទូរស័ព្ទទៅម្ដាយរបស់នាងឡើយគ្មានការប៉ុនប៉ងណាមួយអាចធ្វើឡើងដើម្បីជំនួសភរិយារបស់ឪពុកដែលមានការងារធ្វើនោះទេអូយអ្នកបានសរសេរវាយ៉ាងលម្អិតបែបនេះចូលយើងបង្ហាញការពិតដ៏អាក្រក់ជាមុនសិនដើម្បីជៀសវាងបញ្ហានៅពេលក្រោយតើកុមារត្រូវបានចាត់ទុកថាមានបញ្ហាដែរទេតើអ្នកបាននិយាយអ្វីគ្មានអ្វីសោះខ្ញុំបាននិយាយថាខ្ញុំនឹងអានកិច្ចសន្យាខ្ញុំនឹងសម្គាល់ផ្នែកដែលបញ្ឆោតខ្ញុំមិនអីទេលោកអនុប្រធានសូមអនុញ្ញាតឲ្យខ្ញុំបញ្ជាក់រឿងនេះជាមុនខ្ញុំនឹងយកលុយប៉ុន្តែខ្ញុំនឹងមិនប្រើកុមារក្នុងការសម្ដែងទេមានន័យយ៉ាងណាខ្ញុំអាចសហការនៅចំពោះមុខយាយរបស់អ្នកប៉ុន្តែខ្ញុំមិនកុហកកូនរបស់ខ្ញុំទេគាត់បានសួរខ្ញុំនៅអ្វីដែលខ្ញុំអាចឆ្លើយបានបើអ្នកមិនអាចឆ្លើយបានទេចូលនៅស្ងៀមគាត់នឹងមិនសួរទេគ្រាន់តែវាមិនកើតឡើងឥឡូវនេះមិនមានន័យថាវានឹងមិនកើតឡើងនៅពេលអនាគតនោះទេហេតុអ្វីបានជាអ្នកសម្លឹងមកខ្ញុំតើអ្នកចង់ឲ្យខ្ញុំដឹកអ្នកចេញពីឡានទេលើកគាត់ឡើងនេះជាស្ត្រីដែលអនុប្រធានាធិបតីបាននាំមកវិញនៅតែស្លៀកឯកសណ្ឋានភោជនីយដ្ឋានវារញ៉េញ៉ៃបន្តិចអនុប្រធានាធិបតីបាននិយាយថានារីវ័យក្មេងម្នាក់នេះនឹងរស់នៅទីនេះចាប់ពីពេលនេះទៅនេះជារបៀបដែលអ្នកណែនាំមនុស្សអនុប្រធានាធិបតីមែនទេពេលខ្ញុំស្ដាប់រឿងនោះខ្ញុំមានអារម្មណ៍ដូចជាអីវ៉ាន់មួយដុំតើអ្នកចង់ឲ្យខ្ញុំណែនាំវាដោយរបៀបណាយ៉ាងហោចណាស់នេះគឺជាកញ្ញាខើបើមិនដូច្នោះទេខ្ញុំគិតថាខ្ញុំបានប្រាប់គាត់ថាគាត់នឹងរស់នៅទីនេះចាប់ពីពេលនេះទៅហានចៅគឺជាក្មេងស្រីម្នាក់នេះតើគឺ Cheyenne ជានរណាសម្រាប់អ្នកមនុស្សដែលខ្ញុំហៀបនឹងរៀបការជាមួយអនុប្រធានាធិបតីរឿងនេះមិនមានចែងនៅក្នុងកិច្ចសន្យាដែលយើងទើបតែពិភាក្សាទេមែនទេសហការជាមួយខ្ញុំឲ្យបានរហ័សយ៉ាងហោចណាស់អ្នកគួរតែហាត់សមជាមុនសិនកូនឈ្មោះអ្វីយាយខ្ញុំឈ្មោះស៊ូជីយីតើគាត់អាយុប៉ុន្មាន24ឆ្នាំតើខ្ញុំស្គាល់ហាងជើរយៈពេលប៉ុន្មានហើយវាពិតជារំពេចណាស់ដែលយើងបានជួបគ្នាវាគ្រាន់តែថាវាសនាបានមកយ៉ាងរឹងមាំចូលមានចរិតឆេវឆាវជាងមុនគាត់ល្ងងពេកហើយយើងត្រូវការអ្វីមួយដែលមិនគួរឲ្យធុញទ្រាន់យាយឲ្យបិទមាត់ទៅស្ត្រីចំណាស់បានគោរពតាមហាតោះអង្គុយនិយាយគ្នាលេង
សម្រាប់ហើយកុំនៅស្ងៀមនៅកន្លែងតែមួយខ្ញុំទើបតែបញ្ចប់ការងារខ្ញុំមិនមានពេលបដូរសម្លៀកបំពាក់ខ្លាចខ្សែក្រវ៉ាត់កខ្វក់ឡខ្ញុំនឹងឲ្យនរណាម្នាក់យកសម្លៀកបំពាក់មកបន្ទប់អ្នកក្នុងពេលបន្តិចទៀតយាយហានចុងបានរងចាំថ្ងៃនេះអស់រយៈពេល3ឆ្នាំមកហើយគុំរងចាំអីនេះជាម្ដាយរបស់គាត់អាចមើលបានដូច្នេះយើងគ្រាន់តែត្រូវមើលបន្តិចមិនចាំបាច់មើលបន្តទេហានចុងឯងមិនឃើញទេថាគាត់ខ្លាចហេតុអ្វីបានជាអ្នកតែងតែបង្ខំគាត់ឲ្យធ្វើអ្វីមួយនៅទីបំផុតគាត់នឹងសាំនឹងវារឿងខ្លះមិនអាចកែលម្អបានដោយគ្រាន់តែសាំនឹងវានោះទេស្ដាប់អ្វីដែលអ្នកចង់មានន័យអ្នកដឹងច្រើនហើយមែនទេខ្ញុំមិនយល់ទេប៉ុន្តែខ្ញុំដឹងថារឿងនេះមិនល្អសម្រាប់កុមារតតែសោះកុមារត្រូវទទួលយកអ្វីបន្តិចម្ដងជំនួសឲ្យការបង្ខំគាត់ឲ្យទទួលយកវាអរគុណកូនស៊ីនត្រឡប់ទៅបន្ទប់របស់អ្នកវិញហើយប៉ានឹងគូររូបជាមួយអ្នកកាយហេហឹមកាយឲ្យតើអ្នកចង់ឲ្យខ្ញុំនៅជាមួយអ្នកទេឡបន្ទាប់មកខ្ញុំនឹងនៅហើយនៅជាមួយអ្នកនៅក្រោមផ្កាយហាងជើកុំបារម្ភអីពីយូរពេកហើយចាប់តាំងពីខ្ញុំបានឃើញកាយមនុស្សដែលសុខចិត្តលើកជង្គង់ចុះហើយស្ដាប់យោបល់របស់គាត់អ្នកធ្លាប់ធ្វើការសម្រេចចិត្តទាំងអស់សម្រាប់គាត់កំណែគាំទ្រកិច្ចព្រមព្រៀងរបស់អនុប្រធានរួចរាល់ហើយនៅពេលដែលអ្នកចុះហត្ថលេខាលើឯកសាររួចហើយអ្នកអាចស្នាក់នៅបានបើខ្ញុំពិតជានៅមែនចៅវាយតូចអ្នកមិនអាចទាត់ខ្ញុំចេញបានទេមែនទេផ្កាយមិនដែលផ្ដល់ស្ករគ្រាប់ដល់អ្នកអតីតទេខ្ញុំអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុប្រធានបានប៉ុន្តែខ្ញុំចង់បន្ថែមចំណុចមួយអ្នកបាននិយាយថាអ្នកនឹងទាត់ខ្ញុំចេញនៅពេលនោះប៉ុន្តែសូមកុំទាត់ខ្ញុំចេញនៅចំពោះមុខក្មេងអីតើខ្ញុំបានលក់ខ្លួនមុននេះទេអ្នកគ្រាន់តែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហអនុប្រធានាធិបតីតើអ្នកត្រូវតែត្រជាក់ចិត្តខ្លាំងម្ល៉េះគ្រាន់តែស្ដាប់រឿងនេះមានអារម្មណ៍ចង់ពាក់អាវហាចាប់ពីយប់នេះទៅអ្នកនឹងស្នាក់នៅក្នុងបន្ទប់ភ្ញៀវជាន់ទី1អ្នកថែរក្សាផ្ទះនឹងរៀបចំរបស់របរសម្រាប់អ្នកនៅពេលក្រោយតើធ្វើដូចម្តេចដើម្បីរៀបចំបន្ទប់ភ្ញៀវនៅជាន់ទី1នៅមានបន្ទប់ទំនេរនៅជាន់ទី2ទៀតជាន់ទី1នៅឆ្ងាយពីបន្ទប់ផ្កាយបន្តិចតើខ្ញុំអាចថែរក្សាផ្កាយបានល្អជាងនេះដោយរបៀបណាប្រសិនបើខ្ញុំនៅឆ្ងាយពីពួកវាបន្តិចងាយស្រួលរក្សាអារម្មណ៍នៃព្រំដែនមិនអីទេអ្នកជាចៅវាយអ្នកធ្វើការសម្រេចចិត្តជីយីសុំទោសដែលបងធ្វើខុសលើអូនវាល្អដែលបាននៅជាន់ទី1ដោយមិនមានអារម្មណ៍ថាត្រូវគេធ្វើចុះបើថ្ងៃណាមួយពួកគេរត់លឿនឲ្យតែអ្នកធ្វើតាមច្បាប់គ្មានអ្នកណាដេញអ្នកចេញទេបន្ទាប់មកខ្ញុំសង្ឃឹមថាអនុប្រធានមានខ្ញុំចេញនៅចំពោះមុខក្មេងអីមិនអីទេទៅបន្ទប់របស់អ្នកជាមួយអ្នកបម្រើខ្ញុំនឹងទៅមើលបន្ទប់ជាមុនសិនហើយបន្ទាប់មកខ្ញុំនឹងរកអ្នកនាងឈូអ្នកនឹងស្នាក់នៅទីនេះចាប់ពីពេលនេះទៅសម្លៀកបំពាក់នឹងត្រូវបានដឹកជញ្ជូននៅពេលក្រោយអាហារពេលល្ងាចរបស់គ្រួសារអ្នកមានរបស់អ្នកស្រីខលចាប់ផ្ដើមនៅម៉ោង5អ្នកគួរតែបដូរសម្លៀកបំពាក់របស់អ្នកជាមុនសិនសម្លៀកបំពាក់របស់ខ្ញុំមើលទៅមិនដូចសម្លៀកបំពាក់ដែលស្ត្រីអ្នកមានស្លៀកនោះទេមែនទេមិនអីទេខ្ញុំមិនគិតថាវាមើលទៅដូចវាទេតើអ្នកមកដល់ទីនេះដោយរបៀបណាតើអ្នកខ្លាចខ្ញុំលួចរបស់អ្នកទេដូច្នេះអ្នកបានមកលេងខ្ញុំមែនទេតែខ្ញុំនៅតែក្រហមខ្លាំងខ្ញុំនឹងបន្តអនុវត្តវាសម្រាប់អ្នកនៅពេលបន្តិចទៀតបើមិនដូច្នោះទេវានឹងឈឺចាប់នៅពេលអ្នកមិនអាចនិយាយបានទេហើយគ្មានអ្នកណាដឹងថាអ្នកកំពុងឈឺចាប់នោះទេខ្ញុំមិនបន្ទោសអ្នកទេខ្ញុំចង់មានន័យថាអ្នកមិនចាំបាច់និយាយថាវាឈឺចាប់ទេអ្នកអាចទាញខ្ញុំឡើងបានវាមិនអីទេប្រសិនបើអ្នកត្រូវការអ្វីនៅពេលអនាគតគ្រាន់តែទាញម្រាមដៃរបស់ខ្ញុំតើត្រូវទៅណាបន្ទាប់ពីការទទួលសញ្ញាខ្សែបានជោគជ័យនេះជាម្ដាយរបស់អ្នកសូមអភ័យទោសបើអ្នកមិនចង់និយាយអំពីអ្វីដែលខ្ញុំមិនគួរសួរទេកុំសួរអីនេះជាអ្វីដែលអ្នកបានគូមិនអីទេខ្ញុំនឹងមិនមើលទេខ្ញុំមិនមើលដោយគ្មានការអនុញ្ញាតពីម្ចាស់របស់ខ្ញុំទេត្រចៀករបស់គាត់ធៀបនឹងជ្រុះហើយខ្ញុំមិនលួចទេខ្ញុំគ្រាន់តែរំលឹកប៉ុណ្ណោះខ្ញុំធ្លាប់ជួសជុលសម្លៀកបំពាក់របស់ខ្ញុំដោយខ្លួនឯងពេលវាហែកសិប្បកម្មមានកម្រិតមធ្យមប៉ុន្តែវាអាចប្រើប្រាស់បានអ្នកសម្រេចចិត្តបើអ្នកចង់បង់ប្រាក់គ្រាន់តែរុញវាមកខ្ញុំបើខ្ញុំមិនចង់បង់ប្រាក់ទេគ្រាន់តែដាក់វាចោលកុំបារម្ភអីខ្ញុំនឹងធ្វើវាយឺតបើខ្ញុំខូចវាខ្ញុំនឹងទិញថ្មីមួយឲ្យអ្នកប្រសិនបើអ្នកមិនព្រមជំនួសវាដោយរបស់ថ្មីទេមួយនេះល្អជាងខ្ញុំចង់បានរបស់ចាស់អ្នកថ្មីមិនល្អទេអ្នកឃើញទេខ្ញុំប្រហែលជាអាក្រក់ប៉ុន្តែខ្ញុំរឹងមាំមនុស្សមានរូបរាងស្អាតដូចគ្នាវាមិនសំខាន់ទេការអាចទុកចិត្តបានគឺជារឿងសំខាន់បំផុតអ្នកណាអនុញ្ញាតឲ្យអ្នកជួបពួកគេគាត់បានលើកត្រចៀកឡើងខ្ញុំគ្រាន់តែជួសជុលវាឲ្យគាត់នេះជាអ្វីដែលម្ដាយរបស់គាត់បានបន្សល់ទុកគុំរត់ជុំវិញខ្ញុំមិនបានទទួលរឿងនេះពីផ្កាយទេគាត់មិនយល់ទេហើយអ្នកក៏មិនយល់ដែរឲ្យខ្ញុំផងផ្កាយកំពុងមក ន
អ្នកត្រូវការឲ្យគាត់ជួសជុលវាសម្រាប់អ្នកការហូរឈាមអំឡុងពេលវះកាត់គឺជាបញ្ហាតូចតាចខ្ញុំធ្លាប់ធ្វើបែបនេះគ្រប់ពេលខ្ញុំដេកសម្លៀកបំពាក់អរគុណខ្ញុំសុំទោសខ្ញុំខូខើពេកហើយពេលនេះវាមិនមែនជាបញ្ហានៃសម្លេងទេអ្នកខ្លាចនរណាម្នាក់នឹងប៉ះរបស់របរដែលម្ដាយរបស់អ្នកបានបន្សល់ទុកខ្ញុំយល់ប៉ុន្តែសម្លេងស្រែកដែលអ្នកទើបតែធ្វើនោះអាចធ្វើឲ្យផ្កាយភ័យខ្លាចទីបំផុតគាត់ក៏យល់ព្រមឲ្យគាត់មើលថែអនុញ្ញាតឲ្យខ្ញុំប៉ះរបស់ធ្ងន់កុំឲ្យគាត់មានអារម្មណ៍ថាវាខុសសម្រាប់គាត់ក្នុងការទុកចិត្តអ្នកដទៃមិនអីទេវាអាក្រក់បន្តិចប៉ុន្តែវាមិនគួរធ្លាក់ចេញទេអ្នកថែមទាំងដឹងពីរបៀបបញ្ចុះបញ្ចូលមនុស្សទៀតផងម្ចាស់អាជីវកម្មខ្នាតតូចពូកែខាងដោះស្រាយទេខ្ញុំនឹងចុះទៅក្រោមដើម្បីបដូរសម្លៀកបំពាក់ចេញរបស់អ្នកឈឺគ្រាន់តែគោះទ្វារហើយសុំឲ្យខ្ញុំយកមួយឲ្យប្រាប់ខ្ញុំផងមុនពេលអ្នកប៉ះរបស់គាត់លើកក្រោយមែនហើយប៉ុន្តែមុនពេលអ្នកខឹងសម្បានៅពេលអនាគតដំបូងសូមពិចារណាថាតើផ្កាយទាំងនោះខ្លាចឬអត់ពេលអ្នកស្លៀកសម្លៀកបំពាក់ទាំងនេះរស្មីរបស់អ្នកមានស្តុកស្ដំម្នាក់បានលេចចេញភ្លាមអ្នកស្រីខើបានរៀបចំអាហារពេលល្ងាចស្ត្រីចំណាស់បានសុំឲ្យអ្នកមកលេងខ្ញុំយល់ហើយនោះហើយជាអ្វីដែលនារីវ័យក្មេងបានផ្ដល់ឲ្យអ្នកគឺមានរឿងអ្វីកញ្ញាធ្លាប់មិនឲ្យវាទៅអ្នកណាទេសូម្បីតែអនុប្រធានាធិបតីក៏កម្រនឹងផ្ដល់ដែរវាកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើខ្ញុំជាមកអង្គុយចុះតើខ្ញុំអាចញ៉ាំអាហារនៅទៅបានទេដែលជាអ្នកមើលថែក្មេងអង្គុយលេងសើចដើម្បីបង្កើនបរិយាកាសចុះបើញ៉ាំអាហារផ្កាយបន្តិចវិញយ៉ាងម៉េចដែរជំនួសអ្នកបម្រើមិនចាំបាច់ជំនួសទេការពិតដែលថាគាត់មិនបរិភោគវាមានន័យថាគាត់មិនចូលចិត្តវាទេវាមិនមែនអំពីអាហារទេអាហារល្អណាស់ប៉ុន្តែការញ៉ាំអាហារមានអារម្មណ៍ដូចជាការងារដ៏លំបាកមួយសម្រាប់គាត់ការញ៉ាំអាហារគឺជាអ្វីដែលគាត់ត្រូវធ្វើជារៀងរាល់ថ្ងៃគ្មានអ្វីចម្លែកទេដែលគាត់មិនចង់ញ៉ាំអ្វីទាំងអស់ចូលយើងពិភាក្សារឿងនេះចៅវាយតូចអ្នកមិនចាំបាច់ញ៉ាំមួយចានទាំងមូលទេគ្រាន់តែខាំមួយខាំគឺគ្រប់គ្រាន់ហើយយើងនឹងខាំមួយខាំអ្នកខាំមួយខ្ញុំនឹងខាំមួយវាយុទ្ធធម៌រវាងយើងទាំងពីរមើលបាយត្រូវបានតម្រៀបជាជួររងចាំអ្នកបរិភោគវានឹងគួរឲ្យខ្មាស់អៀនណាស់ដែលមិនអនុញ្ញាតឲ្យគាត់ចូលអ្នកបន្តនិយាយរឿងមិនសមហេតុផលនេះដើម្បីលួងលោមណាវាដំណើរការអនុប្រធានាធិបតីសូមកុំរំខានការងាររបស់ខ្ញុំសម្រាប់ចិត្តបើមិនចង់ញ៉ាំទេកុំញ៉ាំអីយ៉ាងណាមិញក្រពះរបស់ខ្ញុំរមួលក្រពើនៅពេលយប់អស្ចារ្យណាស់ខ្ញុំក៏ដូច្នោះដែរមែនហើយខ្ញុំមិនចូលចិត្តវាទេទីបំផុតស៊ីងបានផឹកទឹកដោះគោខ្លះហើយដូច្នេះកុំរំភើបពេកគាត់គ្រាន់តែខាំមួយខាំប៉ុណ្ណោះហើយអ្នកក៏រំភើបដែលធ្វើឲ្យគាត់ស្ថិតក្រោមសម្ពាធម្ដងទៀតមិនអីទេខ្ញុំនឹងមិននិយាយអ្វីទាំងអស់ម្ចាស់អាជីវកម្មខ្នាតតូចរូបនេះពិតជាមានចិត្តទូលាយណាស់ឲ្យខ្ញុំញ៉ាំអាហារអ្នកមិនអាចបដិសេធអាហារដែលចៅវាយរបស់អ្នកផ្ដល់ជូនបានទេកុំឲ្យគាត់ពឹងផ្អែកលើអ្នកខ្លាំងពេកហានជូវាត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងកុំឆ្លងកាត់បន្ទាត់ខ្ញុំមិនបានអនុញ្ញាតឲ្យអនុប្រធានាធិបតីពឹងផ្អែកលើខ្ញុំទេខ្ញុំគ្រាន់តែចង់ឲ្យគាត់ញ៉ាំអាហារកុំយល់ច្រឡំរាល់ពេលដែលគាត់ចូលមកជិតអ្នកយើងនឹងមិនអើពើនឹងគាត់ទេហើយបន្តញ៉ាំស៊ីងបានត្រឡប់ទៅបន្ទប់របស់នាងវិញដើម្បីលាងសម្អាតខ្លួនរួចចូលគេងខ្ញុំនឹងមិនទៅទេខ្ញុំត្រូវទៅលាងខ្លួនដែរត្រឡប់ទៅជាមួយប៉ាមុនគេខ្ញុំនឹងនិយាយលាអ្នកនៅមាត់ទ្វារបន្ទាប់ពីខ្ញុំលាងសម្អាតរួចរាល់យកព្រមកូនតូចសញ្ញាខ្ញុំកុហកខ្ញុំជាអណ្ដើកធំមួយប៉ាចាសបាលីថប៊ូរាត្រីសួស្ដីចៅវាយតូចរាត្រីសួស្ដីចៅវាយតូចរាត្រីសួស្ដីទន្សាយតូចជួបគ្នាថ្ងៃស្អែកចៅវាយតូចឲ្យឆាប់ចូលគេងទៅទឹកដៃរបស់ចៅវាយវ័យក្មេងពិតជាគួរឲ្យស្រឡាញ់ណាស់ទៅស្វែងរកម្ចាស់អាជីវកម្មខ្នាតតូចដើម្បីចាប់ផ្ដើមការងារហេតុអ្វីបានជាអ្នកដោះស្បែកជើងរបស់អ្នកមកបង្ហាញទន្សាយឲ្យខ្ញុំមើលនេះព្រឹកពេកហើយខ្ញុំមិនទាន់បានញ៉ាំអាហារពេលព្រឹកនៅឡើយទេមិនអីទេអ្នកគឺជាអតិថិជនធំដំបូងរបស់ខ្ញុំតាសូមឲ្យខ្ញុំជួយអ្នកពាក់ស្បែកជើងរបស់អ្នកតើអ្នកកំពុងធ្វើអ្វីគាត់មិនបានពាក់ស្បែកជើងទេហើយដីក៏ត្រជាក់ខ្ញុំបានដឹកគាត់ត្រឡប់ទៅបន្ទប់វិញដើម្បីយកស្បែកជើងឲ្យគាត់ខ្ញុំមិនត្រូវការអ្នកដឹកខ្ញុំទេអនុប្រធានាធិបតីកុំបារម្ភអីគាត់ភ័យខ្លាចអ្នកណាស់នាងជាកូនស្រីរបស់ខ្ញុំដឹងហើយប៉ុន្តែឥឡូវនេះគាត់យល់ហើយប៉ាមិនបានស្រែកដាក់អ្នកទេដូច្នេះទុកឲ្យគាត់ជាអ្នកមុនយើងនឹងនិយាយអំពីរឿងផ្សេងទៀតនៅពេលក្រោយដូចជាការពាក់ស្បែកជើងជាដើមបដូរសម្លៀកបំពាក់ជាមុនសិនចូលព្រមម្ចាស់អាជីវកម្មខ្នាតតូចបានជ្រើសរើសអ្វីមួយដែលមើលទៅមិនស្អាតដូច្នេះវាមិនមែនជាកំហុសរបស់ខ្ញុំទេ
មុំវាមើលទៅពិតជាល្អណាស់បន្ទាប់សូមពាក់ស្បែកជើងរបស់អ្នកខ្ញុំកំពុងប្រាប់អ្នកថាលើកក្រោយកុំធ្វើរឿងនោះដោយជើងទេអីអ្នកមិននិយាយអ្វីទេនៅពេលដែលអ្នកពិតជាបដាសាយអ្នកអាចហៅរកជំនួយបានតែតាមរយៈការកណ្ដាស់ប៉ុណ្ណោះធ្នូនេះគាត់មើលទៅហាក់ដូចជាបោះបល់ណាស់តើអ្នកកំពុងសើចចំអកឲ្យខ្ញុំមែនទេសើចដោយគ្មានហេតុផលយ៉ាងណាមិញខ្ញុំពិតជាអាក្រក់ណាស់សក់វិស្វកម្មចុងក្រោយមួយទាញខ្ញុំបើវាឈឺមិនអីទេគួរឲ្យស្រឡាញ់ណាស់វាហាក់ដូចជាជំនាញរបស់ខ្ញុំល្អបន្ទាប់ពីរៀបចំខ្លួនរួចខ្ញុំក៏ចុះទៅជាន់ក្រោមលើកក្រោយទេគាត់ចុះមកជាន់ក្រោមដើម្បីរកអ្នកសុំទូរស័ព្ទមកខ្ញុំមុនប្រាប់ខ្ញុំមុនពេលអ្នកអាប់គាត់ប្រសិនបើគាត់ចូលជើងទេនៅមាត់ទ្វាររបស់ខ្ញុំពិតជាត្រូវអាប់គាត់ជាមុនសិនបើខ្ញុំផ្ដាសាយវិញគឺshareយកចិត្តទុកដាក់ចំពោះអារម្មណ៍នៃព្រំដែនខ្ញុំយល់ថាអ្នកចង់ការពារគាត់ប៉ុន្តែអ្វីដែលអ្នកបានធ្វើគឺហួសហេតុពេកហើយគាត់ឯកាគ្រប់គ្រាន់ហើយអ្នកមិនយល់ពីគាត់ទេខ្ញុំមិនយល់ទេប៉ុន្តែខ្ញុំដឹងក្មេងអាយុ5 ឆ្នាំម្នាក់ចូលជើងទេនៅមាត់ទ្វារនរណាម្នាក់នៅពេលព្រឹកព្រលឹមមិនឲ្យបង្កបញ្ហាគាត់កំពុងបញ្ជាក់តើមនុស្សដែលគាត់ត្រូវជួបនៅថ្ងៃស្អែកបានកុហកគាត់មែនទេការការពារហួសហេតុរបស់អ្នកនឹងបង្កផលវិបាកវិញមិនអីទេខ្ញុំនឹងឈប់នៅទីនេះខ្ញុំបាននាំឆេងសេងទៅញ៉ាំអាហារពេលព្រឹកស៊ីនទីបំផុតបានចុះមកជាន់ក្រោមដើម្បីញ៉ាំអាហារពេលព្រឹកថ្ងៃនេះយាយឲ្យសុំកុំមើលមកខ្ញុំបែបនោះអីខ្ញុំបានត្រឹមតែកាន់ដៃគាត់ប៉ុណ្ណោះគាត់បានសុំចុះមកដោយខ្លួនឯងរឿងល្អគឺថាផ្កាយគឺអស្ចារ្យណាស់ចៅវាយថ្ងៃនេះយើងមិនបាច់ប្រកួតញ៉ាំអាហារទេការប្រកួតប្រជែងថ្ងៃនេះគឺអំពីអ្នកណាខំតូចបំផុតមានសម្បីតែការប្រកួតប្រជែងបែបនេះមែនហើយក្មេងមានយុទ្ធសាស្ត្រនៅពេលនិយាយអំពីការញ៉ាំអ្នកមិនអាចចាប់ផ្ដើមដោយគ្រាន់តែនិយាយថាអ្នកត្រូវញ៉ាំប៉ុន្មាននោះទេចៃដន្យម្លេះប៉ាអ្នកឈ្នះហើយអ្នកពិតជាអស្ចារ្យមែនកំពុងខំតូចមួយខំទៀតចាំមើលអ្នកណាញ៉ាំចប់មុនគេយាយតើសៀវភៅចុះបញ្ជីគ្រួសារប្រភេទនេះជាអ្វីខ្ញុំស្គាល់វាខ្ញុំចង់មានន័យថាហេតុអ្វីបានជាគាត់នៅទីនេះថ្ងៃនេះអ្នកបានទៅហាងជើដើម្បីយកសម្បត្តិអាពាហ៍ពិពាហ៍អត្ថន័យរបស់យាយនេះជាចំណងជើងបន្ថែមដែលគួរតែត្រូវបានផ្ដល់ឲ្យអ្នកយាយឲ្យតើនេះជាអ្វីទៅដែលតាក់ទងនឹងឋានៈខ្ញុំពិតជាមិនខ្វល់ទេហើយការទទួលបានសម្បត្តិអាពាហ៍ពិពាហ៍នៅថ្ងៃនេះគឺប្រញាប់ពេកហើយបន្ទាប់ពីអ្នកមកដល់ខ្ញុំបានឃើញការផ្លាស់ប្ដូរទាំងអស់នៅក្នុងផ្កាយបានកាន់តែភ្លឺស្វាងតើអ្នកស្ទល់ចង់ឲ្យវិញស្នាក់នៅទេនេះគ្រាន់តែជាកិច្ចព្រមព្រៀងមួយប៉ុណ្ណោះមិនចាំបាច់យកសម្បត្តិអាពាហ៍ពិពាហ៍ទេចាប់តាំងពីអ្នកនាំមនុស្សនោះមកវិញកុំឲ្យពួកគេមើលថែឆេងសេងដោយគ្មានឋានៈឬការទទួលស្គាល់ជាផ្លូវការណាមួយឡើយផ្ដល់ប្រាក់ប៉ុន្តែអ្វីដែលកូនចង់បានមិនមែនលុយទេគឺជាក្តីស្រឡាញ់មនុស្សម្នាក់ដែលអាចយល់ពីគំនិតរបស់គាត់អ្នកអាចទទួលបានសម្បត្តិអាពាហ៍ពិពាហ៍ចូលជាតើអ្នកកំពុងព្យាយាមឆ្លៀតឱកាសពីខ្ញុំមែនទេខ្ញុំមិនព្យាយាមឆ្លៀតឱកាសពីអ្នកទេអ្នកពិតជាទទួលបានកិច្ចព្រមព្រៀងដ៏ល្អមួយខ្ញុំគួរតែសួរអ្នកអំពីតម្លៃកូនក្រមុំឥឡូវនេះគោលការណ៍គឺថាខ្ញុំមានលក្ខខណ្ឌពីរដើម្បីនិយាយទី1ខ្ញុំនឹងមិនកុហកឆេងសេងអំពីការទទួលបានសម្បត្តិអាពាហ៍ពិពាហ៍របស់យើងទេទី2គាត់ធ្លាប់បាត់បង់ម្ដាយរបស់គាត់ម្ដងរួចមកហើយកុំឲ្យគាត់មានអារម្មណ៍ថាអ្នកណាដែលនៅគ្រាន់តែជាអ្នកធ្វើពុតឡើយឡខ្ញុំទៅបដូរសម្លៀកបំពាក់មុនសិនខ្ញុំកំពុងរៀបចំច័ន្ទម្សិលមិញអនុប្រធានថ្ងៃនេះមកយកសម្បត្តិអាពាហ៍ពិពាហ៍នោះជាការលោតផ្លោះមួយយ៉ាងធំក្នុងជីវិតតើវាយឺតពេលហើយឬនៅក្នុងការសោកស្ដាយឥឡូវនេះខ្ញុំគ្រាន់តែបង្ហាញពីអារម្មណ៍របស់ខ្ញុំយ៉ាងណាមិញវាមានចំនួន20លានអ្នកទាំងពីររំកិលខ្លួនកាន់តែជិតគ្នាកាន់តែជិតអនុប្រធានាធិបតីកុំភ័យពេកខ្ញុំមិនខំទេអង្គុយចុះការសម្រេចចិត្តគឺអាស្រ័យលើភាគីកូនកំលោះញឹមអនុប្រធានាធិបតីតើវាមិនមែនជារឿងសំណាងទេឬដែលរូបថតអាពាហ៍ពិពាហ៍មើលទៅដូចជារូបគំនូបុណ្យសពមិនអីទេមួយនេះអ្នកអាចចាក់ចេញបានបន្ទាប់ពីអ្នកទទួលបានវិញ្ញាបនបត្រផ្កាយកំពុងរងចាំឪពុករបស់ពួកគេនៅតែរងចាំការស្វាគមន៍វាមិនមានបញ្ហាទេថាអ្នកកំពុងរងចាំអ្នកណាជីដូនទួតនឹងរងចាំជាមួយអ្នកបន្ថយល្បឿនទៅវានឹងមិនល្អទេប្រសិនបើម្ចាស់អាជីវកម្មខ្នាតតូចដួលរំខ្ញុំត្រឡប់មកវិញហើយនេះជាវិញ្ញាបនបត្រដែលខ្ញុំទទួលបានសម្រាប់ឪពុករបស់អ្នកនៅថ្ងៃនេះនេះមានន័យថាខ្ញុំនឹងស្នាក់នៅទីនេះហើយញ៉ាំអាហារជាមួយអ្នកចាប់ពីពេលនេះទៅខ្ញុំនឹងជួសជុលទន្សាយរបស់អ្នកហើយនិយាយលាអ្នកប៉ុន្តែបើអ្នកមិនចូលចិត្តខ្ញុំទេប្រាប់ខ្ញុំពេលណាក៏បាននេះមានន័យថាអ្នកទទួលស្គាល់ខ្ញុំកុំឲ្យគាត់ស្អិតពេកខ្ញុំគ្រាន់តែប្រាប់គាត់ពីការពិតប៉ុណ្ណោះអនុប្រធានាធិបតីតើនេះខុសទេខ្ញុំខ្លាចថាគាត់នឹងមិនអាចទទួលយកអ្នកនៅពេលអនាគតទេតើអ្នកដឹងដោយរបៀបណាប្រសិនបើអ្នកមិនទាន់បានសាកល្បងហើយតើអ្នកអាចការពារគាត់បានពេញមួយជីវិតរបស់អ្នកទេតោះទៅញ៉ាំអាហារថ្ងៃត្រង់អ្នកញ៉ាំតែបន្តិចបន្តួចប៉ុណ្ណោះនៅព្រឹកនេះសូម្បីតែទន្សាយក៏ស៊ីច្រើនជាងអ្នកដែរស៊ូវ៉ាន់ខ្ញុំធ្វើបែបនេះសម្រាប់តែផ្កាយប៉ុណ្ណោះអង្គុយចុះហើយញ៉ាំខ្ញុំបានរៀបចំម្ហូបជាច្រើនជាពិសេសវាគឺដើម្បីអបអរសាទរការចុះឈ្មោះអាពាហ៍ពិពាហ៍របស់អ្នក
អរគុណលោកចៅវាយដែលបានឲ្យខ្ញុំជើងមាន់បន្ថែមមួយទៀតចូលយើងញ៉ាំជាមួយគ្នាផ្ទះនេះមិនមានភាពរស់រវើកបែបនេះយូរមកហើយសេចក្តីជូនដំណឹងដែលទើបតែផ្ញើដោយសាឡាមតៃឲ្យរបស់អនុប្រធានគ្រប់គ្រងទូទៅមានអ្វីខុសទៅប្រាប់សាឡាមតៃឲ្យថាស៊ីងស៊ីងនឹងមិនចូលរួមទេហេតុអ្វីមិនចូលរួមហេតុអ្វីបានជាអ្នកមិនទៅឆេងសេងឥឡូវនេះព្រោះអ្នកមិនធ្លាប់ទៅទីនោះពីមុនមកសកម្មភាពបែបនេះមិនសមនឹងគាត់ទេតើខ្ញុំអាចមើលបន្តិចបានទេនេះមិនមែនជារឿងរបស់អ្នកទេឈៀនយើងមិនទៅចូលរួមព្រឹត្តិការណ៍នេះទេតើអ្នកចង់ឲ្យខ្ញុំទៅជាមួយអ្នកទេអនុញ្ញាតឲ្យ Han Shao អនុញ្ញាតឲ្យ Shea ទៅជាមួយគាត់វាជារឿងល្អដែលគាត់សុខចិត្តទៅគាត់មិនមែនជាម្ដាយរបស់ឈិនទេខ្ញុំមិនបាននិយាយថាខ្ញុំជាទេបន្ទាប់មកគុំអង្គុយលើកៅអីនោះមើលអ្វីដែលអ្នកបានធ្វើហេតុអ្វីបានជាអ្នកនិយាយរឿងទាំងនោះនៅពេលដែលផ្កាយទៅតែនៅទីនេះខ្ញុំត្រូវបញ្ជាក់រឿងនេះឲ្យច្បាស់ដោយសារតែគាត់ប៉ុន្តែអ្វីដែលអ្នកនិយាយធ្វើឲ្យគាត់ឈឺចាប់អារម្មណ៍មិនល្អលើនេះប្រសើរជាងអារម្មណ៍អាក្រក់នៅពេលក្រោយអ្នកអាចនៅជាមួយគាត់បានត្រឹមតែ3ឆ្នាំមានអ្វីកើតឡើងចំពោះគាត់ប្រសិនបើអ្នកចាក់ចេញក្នុងរយៈពេល3ឆ្នាំខ្ញុំមិនចង់ឲ្យគាត់ឆ្លងកាត់វាម្ដងទៀតទេតើអ្នកបានសុំយោបល់ពីគាត់ទេអ្នកតែងតែខ្លាចថាគ្មានអ្នកណានៅក្បែរគាត់នាពេលអនាគតទេដូច្នេះហើយគ្មានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅជិតគាត់ឥឡូវនេះអនុប្រធានាធិបតីនេះមិនមែនជាការការពារទេគាត់ត្រូវបានទុកចោលតែម្នាក់ឯងជាមុនអនុប្រធានាធិបតីអ្នកគួរតែគិតឲ្យបានដិតដល់ខ្ញុំនឹងលួងលោមផ្កាយឥឡូវនេះកុំយំអីចៅវាយតូចខ្ញុំនឹងប្រាប់អ្នកពីការពិតខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេខ្ញុំមិនអាចកុហកអ្នកអំពីរឿងនេះបានទេទោះបីជាខ្ញុំមិនមែនជាម្ដាយរបស់អ្នកក៏ដោយប៉ុន្តែខ្ញុំអាចទៅសាឡាមតៃឲ្យជាមួយអ្នកបានវាក៏អាចការពារអ្នកនៅពេលអ្នកភ័យខ្លាចផងដែរអ្នកមិនចាំបាច់ប្រញាប់ផ្ដល់ចម្លើយឲ្យខ្ញុំទេខ្ញុំនឹងទៅប្រសិនបើអ្នកចង់ឲ្យខ្ញុំយល់ព្រមខ្ញុំយល់ហើយខ្ញុំនឹងទៅនិយាយជាមួយឪពុករបស់អ្នកតើអ្នកក៏ទៅដែរទេឡតើអ្នកចង់ឲ្យខ្ញុំទៅជាមួយអ្នកទេស៊ីងស៊ីងពិតជាចង់ទៅណាស់មានអ្វីខុសខ្ញុំខ្លាចថាឪពុករបស់អ្នកនៅតែមិនយល់ព្រមតើយើងមិនទៅតែយល់ព្រមលើរឿងនេះទេចូលយើងសួរជាមួយគ្នាថ្ងៃស្អែកជាទិវាឪពុកម្ដាយនិងកូនអ្នកទៅជាមួយគាត់តើនោះមិនមែនជាអ្វីដែលអ្នកទាំងពីរតែងតែចង់ទៅទេតើអ្នកទេអនុប្រធានាធិបតីបានយល់ព្រមសូមស្វាគមន៍មកកាន់ប្រទេសចិនវិញលោកស្រីសិនខ្ញុំបានឮថាពួកគេបានរៀបការនៅទីក្រុងហាងជូវហើយទើបតែទទួលបានសម្បត្តិអាពាហ៍ពិពាហ៍ការចុះយ៉ាងណាចំពោះតារាថ្មីនេះខ្ញុំបានឮថាស្ថានភាពរបស់អ្នកបានប្រសើរឡើងច្រើនជាស្និទ្ធស្នាលនឹងប្រពន្ធថ្មីនេះណាស់មែនហើយលោកស្រីសេនអនុប្រធានាធិបតីបានវិលត្រឡប់មកប្រទេសចិនវិញមាននរណាម្នាក់បានផ្ដល់ព័ត៌មានអំពីស្រីពេសាពេលណាទើបបានមកវិញខ្ញុំទើបតែមកដល់ហើយបានឮថាស៊ីងស៊ីងថ្មីនេះកាន់តែមានភាពរួសរាយរាក់ទាក់ចំពោះមនុស្សតាមឡាយខ្ញុំពិតជាសប្បាយចិត្តណាស់ប៉ុន្តែស្ថានភាពរបស់គាត់គឺខុសពីកុមារធម្មតាតើនោះមានន័យយ៉ាងណាប្រសិនបើស៊ីងស៊ីងឥឡូវនេះពឹងផ្អែកលើមនុស្សម្នាក់ខ្លាំងពេកប្រសិនបើមនុស្សម្នាក់នេះចាក់ចេញម្ដងទៀតផលវិបាកនឹងកាន់តែធ្ងន់ធ្ងរឡើងតែប៉ុណ្ណោះគាត់បានចាក់ចេញ3ឆ្នាំក្រោយមកអ្វីដែលត្រូវធ្វើជាមួយផ្កាយថ្ងៃស្អែកគឺជាទិវាឪពុកម្ដាយកូនរបស់ឆេងសេងខ្ញុំនឹងទៅមើលដែរតើអ្នកនឹងធ្វើអ្វីខ្ញុំអាចសង្កេតនិងវាយតម្លៃស្ថានភាពផ្កាយបានតែប៉ុណ្ណោះម្ចាស់អាជីវកម្មខ្នាតតូចតើអ្នកមានអារម្មណ៍ភ័យព្រួយអំពីការចូលរួមក្នុងសកម្មភាពឪពុកម្ដាយកូនជាលើកដំបូងដែរទេសម្រាប់ខ្ញុំមិនអីទេថ្ងៃនេះខ្ញុំជារបស់អ្នកតោះទៅខ្ញុំមានអារម្មណ៍ល្អនៅថ្ងៃនេះប្រាកដណាស់ខ្ញុំនឹងមិនធ្វើឲ្យខូចអ្វីដែលសំខាន់បែបនេះទេហាងជូវតើអ្នកនៅចាំមីងឈីងທາງទេវាហាក់ដូចជាឆេងសេងពិតជាចូលចិត្តអ្នកនាងឆោណាស់អ្នកនាងឆាថ្ងៃនេះខ្ញុំក៏នឹងទៅជាមួយអ្នកដែរស្ថានភាពជាមួយផ្កាយគឺពិសេសហាងជើបានសុំឲ្យខ្ញុំសង្កេតមើលជីងតាំងមានសញ្ញាបត្រអនុបណ្ឌិតផ្នែកចិត្តវិទ្យាការល្អដែលគាត់ទៅមើលដូច្នេះតើអ្នកនៅតែបារម្ភពីខ្ញុំដែលនៅក្បែរផ្កាយមែនទេអ្នកនាងជាសូមកុំយល់ច្រឡំអីខ្ញុំខ្លាចថាប្រសិនបើឆេងសេងពឹងផ្អែកលើអ្នកខ្លាំងពេកយើងនឹងមិនអាចបែកគ្នានៅពេលអនាគតបានទេឡើងលើឡានក្រុងអរគុណម៉ាក់សូមចូលកាន់នីនៅទីនេះគ្រូមិនមែនជាម្ដាយរបស់ស៊ីនស៊ីនទេសុំទោសដូច្នេះតើនេះជានរណាអ្នកស្រីខៀវគឺជាភរិយាថ្មីរបស់លោកហ្វឺថ្ងៃនេះខ្ញុំគ្រាន់តែអំដំណើរសមាជិកគ្រួសារប៉ុណ្ណោះមិនអីទេខ្ញុំនឹងចុះហត្ថលេខាលើផ្នែកសមាជិកគ្រួសារដែលភ្ជាប់មកជាមួយត
តើមានបញ្ហាអ្វីជាមួយម្ចាស់អាជីវកម្មខ្នាតតូចម្ដាយបាននាំកូនរបស់ពួកគេចូលទៅក្នុងថ្នាក់រៀនគឺសេអ្នករងចាំនៅមាត់ទ្វារជាមុនសិនទុកឲ្យគាត់សាំនឹងវាដោយខ្លួនឯងជាមុនសិនស៊ីនស៊ីងតើអ្នកអាចអញ្ជើញមីងរបស់គាត់មកជាមួយអ្នកបានទេអនុប្រធានាធិបតីតើលោកពិតជាចង់ឲ្យគាត់ចូលទៅតែម្នាក់ឯងមែនទេខ្ញុំប្រកាសថាជើវាយតូចអ្នកនឹងត្រូវចូលទៅដោយខ្លួនឯងប៉ុន្តែកុំបារម្ភអីខ្ញុំនឹងរងចាំអ្នកនៅមាត់ទ្វារជំនួសឲ្យការចាក់ចេញហេតុអ្វីបានជាម៉ាក់មានមីង2នាក់តែគ្មានម៉ាក់កាយតើវាល្អទេក្នុងការបើកទ្វារជាមួយផ្កាយលោកគ្រូនៅខាងក្រៅប៉ាស៊ីងស៊ីងមកដល់ហើយសូមបើកទ្វារឲ្យខ្ញុំផងបានទេទុករឿងនេះឲ្យយើងអរគុណលោកគ្រូអនុញ្ញាតឲ្យខ្ញុំធ្វើវាកុំទៅទីនោះនៅឡើយទេហ្វូហានជើតើអ្នកនឹងធ្វើកំហុសដែលជាលើកទី2មែនទេអ្នកបានប្រាប់ខ្ញុំឲ្យរងចាំគាត់នៅមាត់ទ្វារប៉ុន្តែគាត់បានរត់ចេញគាត់កំពុងលាក់ខ្លួនឥឡូវនេះខ្ញុំមិនអាចទ្រាំមើលគាត់ឈឺចាប់បែបនេះទេអ្នកស្រីខុសអ្នកមិនអាចធ្វើសកម្មភាពតែលើអារម្មណ៍របស់អ្នកបានទេយើងត្រូវវិភាគវាពីទស្សនវិជ្ជាជីវៈខ្ញុំមិនមានវិជ្ជាជីវៈដូចអ្នកទេប៉ុន្តែខ្ញុំបានសន្យាជាមួយគាត់ថាខ្ញុំនឹងមិនចាក់ចេញទេស្លាកឈ្មោះរបស់ Ken Chen បានត្រឡប់មករកអ្នកវិញហើយខ្ញុំដឹងថាខ្ញុំបានធ្វើខុសចេញមកហើយដាក់វាមកលើខ្ញុំយកព្រមទេបើមិនចង់ចេញទេសូមនៅយូរបន្តិចខ្ញុំសន្យាថាខ្ញុំនឹងមិនចាក់ចេញទេខ្ញុំនឹងនៅទីនេះខាងក្រៅហើយមើលថែអ្នកស៊ីនស៊ីនខ្ញុំនឹងមិនបោះបង់អ្នកទៀតទេយល់ទេពួកគេក៏បានសុំឲ្យខ្ញុំយកមិនអីទេខ្ញុំចង់ឲ្យអ្នករាល់គ្នាឃើញរឿងនេះមិនអីទេខ្ញុំនៅទីនេះភ្ញាក់ពីដំណេកវាជាកំហុសរបស់ប៉ាអនុប្រធានសូមឈប់និយាយហានជើកុំបន្ទោសខ្លួនឯងអីអ្នកដឹងទេថាហេតុអ្វីបានជាផ្កាយទាំងនោះមានសភាពបែបនេះឥឡូវនេះគាត់ត្រូវការធ្វើឲ្យព្រំដែនមានស្ថិរភាពអ្នកស្រីសេនខ្ញុំមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយទេប៉ុន្តែខ្ញុំដឹងថាអ្វីដែលឆេងសេងត្រូវការនៅពេលនេះគឺភាពជាដៃគូក្មេងអាយុ6ឆ្នាំម្នាក់យំបែបនេះតើយើងត្រូវពិចារណាអំពីអ្វីដែលគេហៅថាព្រំដែនជាមុនសិនទេឥឡូវនេះខ្ញុំអាចនាំឈិនទៅសកម្មភាពផ្សេងបានហើយមែនទេស៊ីនស៊ីនតើអ្នកចង់ចូលរួមក្នុងសកម្មភាពឪពុកម្ដាយនិងកូនម្ដងទៀតទេតោះទៅចុះយើងបានអង្គុយនៅកៅអីរបស់គឺសែនតើវាមិនអីទេឬបើមិនអង្គុយកៅអីម៉ាក់ហានជើអ្នកឃើញហើយគាត់បានធ្វើឲ្យផ្កាយមិនអាចរស់នៅដោយគ្មានគាត់បានកុមារថ្ងៃនេះយើងនឹងនៅជាមួយម៉ាក់ធ្វើជាផ្កាដែលជាកម្មសិទ្ធិរបស់អ្នកខ្ញុំដឹងថាអ្នកនឹកម្ដាយរបស់អ្នកប៉ុន្តែអ្នកមានខ្ញុំនៅក្បែរអ្នកតើវាមិនល្អទេឬបើយើងធ្វើផ្កាពីរចូលយើងជ្រើសរើសពណ៌ជាមុនសិនផ្កាយគឺអស្ចារ្យណាស់មនុស្សម្នាក់បានធ្វើផ្កាពីរផ្កាមួយបាច់សម្រាប់មនុស្សម្នាក់ដែលខ្ញុំនៅផ្កាមួយសម្រាប់មនុស្សដែលនៅជាមួយអ្នកនៅថ្ងៃនេះបន្ទាប់មកខ្ញុំស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងអ្នកធ្វើវាសម្រាប់សង្ហាខ្ញុំជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះកេរ្តិ៍ឈ្មោះរបស់ខ្ញុំលោកហ្វូសូមអញ្ជើញមកបំពេញព័ត៌មានសម្រាប់ផ្កាយទង្វើសប្បុរសរបស់ចៅវាយវ័យក្មេងក៏សម្រាប់ខ្ញុំដែរមិនអីទេខ្ញុំនឹងរក្សាវានេះសំខាន់ជាងអ្វីផ្សេងទៀតកាយអ្នកទាំងអស់គ្នាក៏អាចណែនាំស្នាដៃរបស់អ្នកបានដែរតើយើងគួរណែនាំវាទេវាមិនអីទេប្រសិនបើអ្នកមិនចង់ផ្កាពណ៌ផ្កាឈូកនេះវាជាផ្កាយមួយដែលគាត់ចង់ផ្ញើទៅមនុស្សដែលគាត់នឹកបំផុតពណ៌ខៀវនេះវាជាអំណោយសម្រាប់អ្នកដែលនៅជាដៃគូជាមួយយើងជាមួយតារាល្បីនៅទីនេះដូចដែលអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថាស្ថានភាពជាមួយផ្កាយគឺច្បាស់ណាស់ខ្ញុំចង់និយាយថាការចំណាយពេលជាមួយកុមារមិនមែនមានន័យថាដកហូតតំណែងនរណាម្នាក់នោះទេផ្កាយអាចនឹកម្ដាយរបស់ពួកគេវាក៏អាចទទួលយកបានដែរក្នុងការអនុញ្ញាតឲ្យអ្នកឪតីអំដំណើរគាត់នៅពេលគាត់ធំឡើងសម្រាប់ខ្ញុំអរគុណចៅវាយខ្ញុំពិតជានឹងរក្សាវាឲ្យមានសុវត្ថិភាពព្រឹត្តិការណ៍នេះទើបតែបញ្ចប់ធ្វើបានល្អណាស់នេះជាអំណោយពីម្ចាស់ហាងតោះទៅថៅកែវ័យក្មេងនៅផ្ទះហាន់សុងនិងអ្នកអតីមានរឿងអ្វីកើតឡើងខ្ញុំទើបតែថតវីដេអូនៅក្នុងថ្នាក់រៀនអ្នកបានថតរូបគាត់ដោយសម្ងាត់ដំបូងឡើយគ្រាន់តែចង់ថតប្រតិកម្មរបស់ឆេងសេងអំឡុងពេលសកម្មភាពឪពុកម្ដាយកូនសូម្បីតែផ្កាយក៏អាចអនុញ្ញាតឲ្យអ្នកអតីធំឡើងបន្តិចម្ដងជាមួយពួកគេបានដែរតើមានអ្វីខុសជាមួយនឹងឃ្លាថាធំមានបញ្ហាធំ
អ្នកស្រីខោបានកំណត់ខ្លួនឯងរួចហើយថាជាអ្នកអំដំណើរចេញសេមនុស្សដែលបានធំឡើងអ្នកនាងស៊ូកិច្ចព្រមព្រៀងរបស់អ្នកមានរយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះហើយអ្នកក៏បានឃើញវាដែរតារាបានយកកញ្ញាខុសទៅហើយខ្ញុំស្ថិតនៅកម្រិតដូចគ្នានឹងម៉ាក់របស់ខ្ញុំដែរនាងអាចបែងចែកផ្កាយបានយ៉ាងច្បាស់មនុស្សពេញវ័យតែងតែគិតថាកុមារអាចបែងចែកបានយ៉ាងច្បាស់ប៉ុន្តែនៅពេលដែលគាត់ពិតជាចាប់ផ្ដើមចាត់ទុកអ្នកស្រីខែជាម្ដាយរបស់គាត់វាជិតយប់ហើយតើខ្ញុំអាចស្នាក់នៅទីនេះពីរបីថ្ងៃបានទេវាធ្វើឲ្យខ្ញុំងាយស្រួលសង្កេតមើលផ្កាយចៅវាយខ្ញុំនឹងដាក់គំនូរក្រដាសពណ៌ខៀវនោះត្រឡប់ទៅក្នុងបន្ទប់វិញខ្ញុំនឹងរក្សាទុកវាដោយប្រុងប្រយ័ត្នកាយឡើងទៅជាន់លើជាមួយប៉ាចាប់ផ្ដើមយប់នេះអ្នកលែងចាំបាច់ទៅបន្ទប់កុមារដើម្បីនិយាយលាហើយហេតុអ្វីស៊ីងត្រូវស្ដារទម្លាប់នៃការគេងរបស់នាងឡើងវិញបន្តិចម្ដងគាត់គេងលក់ស្រួលពេញមួយពេលអ្វីដែលត្រូវស្ដារឡើងវិញឥឡូវនេះកាយទាំងឡាយធ្លាប់រងចាំអ្នកលេចមុខហើយមានតែពេលនោះទេដែលខ្ញុំអាចគេងលក់ស្រួលគាត់សុខចិត្តរងចាំនរណាម្នាក់តើនោះមិនមានន័យថាវាជារឿងល្អទេប៉ុន្តែចុះយ៉ាងណាបើថ្ងៃណាមួយមនុស្សនោះមិនអាចបង្ហាញខ្លួនបានសាកល្បងមួយយប់សិនកុំឡើងលើផ្ទះយប់នេះអីចាំមើលថាតើគាត់អាចគេងដោយខ្លួនឯងបានឬអត់គាត់មិនមែនសម្រាប់អ្នកដើម្បីប្រើជាការពិសោធន៍ទេខ្ញុំជាឪពុករបស់គាត់ខ្ញុំនឹងមិនធ្វើបាបគាត់ទេជាការពិតណាស់អ្នកនឹងមិនធ្វើបាបគាត់ដោយចិត្តណាទេប៉ុន្តែអ្នកតែងតែគិតថាការធ្វើការសម្រេចចិត្តជំនួសគាត់គឺជាការជួយគាត់ចៅវាយវ័យក្មេងអ្នកនឹងឪពុករបស់អ្នកអាចឡើងទៅជាន់លើឥឡូវនេះបានគាត់ជាមនុស្សខ្លាំងខ្លាយខ្ញុំគ្មានជំរឿអ្វីក្រៅពីស្ដាប់គាត់ទេកុំបារម្ភអីខ្ញុំនឹងមិនចាក់ចេញទេគឺ Share កានីបងប្រាក់ជាមុនសម្រាប់ថ្លៃសម្រាប់ព្យាបាលនៅមន្ទីរពេទ្យរបស់ម្ដាយអ្នកសូមទៅមន្ទីរពេទ្យដើម្បីបន្តការទូទាត់របស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានថ្ងៃណាជាថ្ងៃដាក់ស្នើចុងក្រោយយ៉ាងយូរបំផុតក្នុងរយៈពេល48ម៉ោងគេងលក់ស្រួលណាប៉ានឹងនៅជាមួយកូនគាត់នឹងមិនមកយប់នេះទេមានតែយប់នេះទេខ្ញុំឆ្ងល់ថាតើថៅកែវ័យក្មេងកំពុងដេកលក់ឬអត់សំឡេងអ្វីស៊ីងអ្នកសុខសប្បាយជាទេឈឺទេស៊ីនហេតុអ្វីបានជាអ្នកចុះមកតើមានអ្វីទៅតែកើតឡើងខ្ញុំបានឮសំឡេងមួយហើយចេញមកមើលគាត់ដួលទៅលើដីខ្ញុំនឹងសុំឲ្យគ្រូពេទ្យគ្រួសារលើកគាត់ឡើងទៅជាន់លើប្រសិនបើមិនមានរបួសក្បាលរូបជើងទេវាគួរតែជារបួសសរសៃពួរតិចតួចលាបទឹកកកនៅយប់នេះព្យាយាមកុំរកមើលកុមារដោយមិនចាំបាច់នាពេលថ្មីនេះក្រែងលោកពួកគេភ័យខ្លាចយកចិត្តទុកដាក់លើសីតុណ្ហភាពរាងកាយមិនអីទេអរគុណលោកវិជ្ជបណ្ឌិតបើវាឈឺទាញខ្ញុំមកខ្ញុំនឹងមកគាត់មិនចង់ឲ្យខ្ញុំចាក់ចេញទេខ្ញុំនឹងមើលមួយផ្លែតបន្ទាប់ពីគាត់មួយគេងខ្ញុំនៅទីនេះប្រសិនបើមិនមែនដោយសារផ្កាយកាន់តែពឹងផ្អែកលើអ្នកទេគាត់នឹងមិនចុះទៅជាន់ក្រោមនៅយប់នេះទេអ្នកនឹងមិនដួលទេគាត់បានចុះមកក្រោមព្រោះគាត់បានរងចាំខ្ញុំបានប្រាប់គាត់រួចហើយថាអ្នកនឹងមិនមកយប់នេះទេបើដូច្នេះហេតុអ្វីបានជាអ្នកបន្ទោសខ្ញុំវាច្បាស់ណាស់ថាជាការសម្រេចចិត្តរបស់ខ្ញុំគ្រាន់តែចង់ឲ្យគាត់ស៊ាំនឹងវាអ្នកគ្រាន់តែធ្វើឲ្យផ្កាយកាន់តែដកខ្លួនចេញពិធីសាស្ត្ររបស់ហាងជើពិតជាប្រញាប់ប្រញាល់ណាស់ប៉ុន្តែទីដៅគឺត្រឹមត្រូវកាយទៅតែធ្លាក់ពីលើជណ្ដើរអ្នកនៅតែនិយាយអំពីទីដៅដោយសារតែគាត់បានធ្លាក់ចុះនេះបង្ហាញថាការពឹងផ្អែកនេះបានធ្វើឲ្យគាត់បាត់បង់ការវិនិច្ឆ័យរបស់គាត់ទីមួយអ្នកមិនអនុញ្ញាតឲ្យខ្ញុំនិយាយរីត្រីសួស្ដីទៅកាន់ផ្កាយទេឥឡូវនេះពួកគេកំពុងនិយាយថាស៊ីងបែបនេះដោយសារតែនាងពឹងផ្អែកលើអាយុ6ឆ្នាំមិនពឹងផ្អែកលើអ្នកអតីតទេតើអ្នកគិតថាវាអាចទៅរួចទេឈប់និយាយទៅចាប់ផ្ដើមថ្ងៃស្អែកកាត់បន្ថយពេលវេលាដែលអ្នកចំណាយតែម្នាក់ឯងជាមួយផ្កាយតើអ្នកប្រកាសថារឿងនេះសម្រាប់គាត់ទេខ្ញុំជាឪពុករបស់គាត់ប៉ុន្តែអ្នកមិនដែលដឹងថាត្រូវធ្វើអ្វីនោះទេវានឹងរុញច្រានតែមនុស្សដែលគាត់ចង់បានប៉ុណ្ណោះគ្រប់គ្រាន់ហើយអ្នកអាចទៅឥឡូវនេះបានប៉ុន្តែខ្ញុំព្រួយបារម្ភអំពីឆេងសេងខ្ញុំនៅទីនេះគ្រប់គ្រាន់ហើយប៉ាតារាហេតុអ្វីបានជាវាជាចាប់ខ្លាំងម្ល៉េះយាយស៊ីងមានគ្រុនក្តៅវាល្អណាស់ពេលនេះតើខ្ញុំកើតគ្រុនក្តៅដោយរបៀបណាគ្រូពេទ្យទើបតែនិយាយថាវាអាចបណ្ដាលមកពីការរំញោចភ្ញាក់ឡើងហើយលេបថ្នាំរបស់អ្នកគាត់កំពុងស្វែងរកអត្ថន័យប៉ុន្តែគ្មានហេតុផលទេប្រញាប់ទៅហើយជីយីមកស៊ូណែកមានរឿងអ្វីស៊ីងមានគ្រុនក្តៅហើយបដិសេធមិនព្រមលេបថ្នាំគាត់កំពុងស្វែងរកអ្នកខ្ញុំជាផ្កាយ
ផ្កាយនៅពេលយប់ទីបំផុតបាននិយាយគាត់មិនបាននិយាយទេចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍កាលពី3ឆ្នាំមុនស៊ីងស៊ីងបានលេបថ្នាំខ្ញុំនឹងស្នាក់នៅទីនេះជាមួយអ្នកនៅយប់នេះហើយមិនចាក់ចេញទេប្រយ័ត្នកុំឲ្យរំខានដល់ផ្កាយខ្ញុំបានឃើញរឿងនេះនៅក្នុងការសិក្សាអ្នកណាឲ្យអ្នកចូលមកក្នុងបន្ទប់សិក្សារបស់ខ្ញុំទ្វារសិក្សាបានបើកហើយភ្លើងក៏បើកខ្ញុំទើបតែចូលទៅបិទភ្លើងកិច្ចព្រមព្រៀងរបស់អ្នកចប់ហើយអ្នកស្រីខាននឹងទទួលបាន20លានខ្ញុំបានធ្វើលក្ខខណ្ឌនេះចុះបើគាត់គ្រាន់តែជាមនុស្សលោភលន់លុយកាយកាន់តែច្រើនមិនអាចរស់នៅដោយគ្មានគាត់បានកាន់តែមានស្ថិរភាពគាត់ស្ថិតនៅក្នុងទីតាំងបន្ថែមខ្ញុំមានវិចារណញ្ញាណផ្ទាល់ខ្លួនរបស់អ្នកអាចមិនទុកចិត្តគាត់បានប៉ុន្តែយ៉ាងហោចណាស់អ្នកគួរតែសួរឲ្យច្បាស់តើគាត់មានគម្រោងធ្វើអ្វី3ឆ្នាំទៀតចាប់ពីពេលនេះទៅភ្ញាក់ពីដំណេកលែងឆេះទៀតហើយមិនចាំបាច់ហៅខ្ញុំនៅឡើយទេខ្ញុំតែងតែនៅទីនេះខ្ញុំនឹងទៅយកអ្វីមួយមកឲ្យអ្នកញ៉ាំខ្ញុំនឹងត្រឡប់មកវិញឆាប់នេះវានៅជាន់ក្រោមប៉ុណ្ណោះមិនឆ្ងាយប៉ុន្មានទេខ្ញុំមានរឿងមួយចង់សួរអ្នកបន្ទាប់ពីខ្ញុំទទួលបានអាហារសម្រាប់ឆេងសេងអ្នកបានសន្យាថានឹងស្នាក់នៅតើវាដោយសារតែ20លាននោះមែនទេខ្ញុំជាអ្នកដែលបានយល់ព្រមលើកិច្ចព្រមព្រៀងនេះដំបូងគេវាជាការពិតដែលខ្ញុំខ្វះខាតលុយដូច្នេះអ្នកនៅតែស្វែងរកលុយបន្ទាប់ពីទាំងអស់ប៉ុន្តែអ្វីគឺខុសគ្នាឥឡូវនេះខ្ញុំអាចមានអារម្មណ៍ថាផ្កាយពឹងផ្អែកលើខ្ញុំយប់មិញផ្កាយថែមទាំងហៅឈ្មោះខ្ញុំទៀតផងរឿងទាំងនេះអាចផ្លាស់ប្ដូរការពិតដែលថាអ្នកនឹងចាក់ចេញក្នុងរយៈពេល3ឆ្នាំខ្ញុំមិនដឹងអ្វីទាំងអស់អ្នកមិនដឹងរឿងនេះតតែសោះអ្នកនៅតែហ៊ានឲ្យចេញសេងពឹងផ្អែកលើអ្នកខ្លាំងម្ល៉េះប៉ុន្តែខ្ញុំបានគិតអំពីវាហើយនោះហើយជាមូលហេតុដែលខ្ញុំកាន់តែភ័យខ្លាចតើអ្នកខ្លាចអ្វីខ្ញុំខ្លាចថាខ្ញុំមិនអាចខ្លាចជាតារាបានទេរូបភាពរបស់ម្ដាយខ្ញុំក៏ខ្លាចចាក់ចេញដែរគាត់នឹងបិទខ្លួនឯងម្ដងទៀតតើផ្កាយឃ្លានទេមានអ្វីខុសខ្ញុំមិនចាក់ចេញថ្ងៃនេះទេខ្ញុំក៏មិនចាក់ចេញនៅថ្ងៃស្អែកដែរចៅវាយតូចខ្ញុំមិនចង់កុហកអ្នកទេខ្ញុំមិនអាចយល់ព្រមនឹងអ្វីមួយក្នុងរយៈពេល3ឆ្នាំទៀតបានយ៉ាងនេះទេប៉ុន្តែដរាបណាវាជាអ្វីមួយដែលខ្ញុំផ្ទាល់បានសន្យានឹងអ្នកខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពចូលយើងញ៉ាំអ្វីមួយជាមុនសិនគាត់បាននិយាយថាគាត់មិនបរិភោគវាទេប៉ុន្តែគាត់នឹងទុកវាឲ្យអ្នកគាត់កាន់តែមិនអាចកាត់ផ្ដាច់ពីអ្នកនាងខែបានអ្នកមិនចាំបាច់និយាយវាទេម៉ាក់គាត់មិនមែនជាម៉ាក់របស់អ្នកទេអ្នកមិនខុសទេវាមិនមែនជាកំហុសរបស់អ្នកទេប្រសិនបើអ្នកឲ្យរកម៉ាក់របស់អ្នកពេលអ្នកភ័យខ្លាចគឺឆេនាងត្រូវបានដាស់ឲ្យភ្ញាក់ឡើងដោយសុបិនអាក្រក់មួយឈ្មោះមួយត្រូវបានបញ្ចេញសម្លេងខុសតើនេះក៏ជាកំហុសរបស់ខ្ញុំដែរឬនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យនោះទេតែនោះជាអ្វីដែលខ្ញុំបានឬខ្ញុំនឹងចេញទៅស្នាក់នៅមួយយប់ឥឡូវនេះចូលយើងទាំងអស់គ្នាស្ងប់ចិត្តជាមុនសិនខ្ញុំគ្រាន់តែហត់បន្តិចហើយចៅវាយខ្ញុំចង់ចេញទៅក្រៅស្រូបយកខ្យល់អាកាសបរិសុទ្ធខ្លះខ្ញុំពិតជានឹងត្រឡប់មកវិញនៅម៉ោង9ព្រឹកថ្ងៃស្អែកតើខ្ញុំអាចម៉ោង9ខ្ញុំពិតជានឹងរក្សាការសន្យារបស់ខ្ញុំចំពោះអ្នកតើអ្នកស្រីឆោបានទៅណាមន្ទីរពេទ្យឆេងណានប្រាក់នេះគួរតែមានរហូតដល់ខែក្រោយគឺឆេអ្នកអាចយកលុយនៅទីនេះជាមុនសិនបញ្ហាដែលអ្នកបានបង្កឡើងសម្រាប់ភ្នាក់ងារពីមុនខ្ញុំជំពាក់អ្នកនៅគុណបំណាច់មួយខ្ញុំអាចដោះស្រាយវាដោយខ្លួនឯងបានប៉ុន្តែការដោះស្រាយបញ្ហានេះមិនតម្រូវឲ្យខ្លួនអ្នកចូលទៅក្នុងគ្រួសារអ្នកមេដោះរក្សាសម្លេងរបស់អ្នកឲ្យទៀតតើអ្នកពិតជាមានគម្រោងយកលុយ20លាននោះហើយចាក់ចេញក្នុងរយៈពេល3ឆ្នាំមែនទេនោះជាអ្វីដែលខ្ញុំបានគិតនៅពេលដំបូងឥឡូវនេះ
ប៉ុន្តែឥឡូវនេះខ្ញុំក៏មិនដឹងដែរញ៉ាំអ្វីមួយជាមុនសិនគាត់បាននិយាយថាគាត់នឹងត្រឡប់មកវិញនៅម៉ោង 9 យប់អនុប្រធានលោកស្រីសេនកំពុងរងចាំអ្នកនៅក្នុងបន្ទប់ទទួលភ្ញៀវតើអ្នកពិតជាមានគម្រោងនាំឈឺសេមកវិញមែនទេប៉ុន្តែផ្កាយនៅតែរងចាំគាត់យប់មិញស៊ីងស៊ីងបានហៅគាត់ថាម៉ាក់ផ្កាយទាំងនោះគ្រាន់តែមានសុបិនអាក្រក់ប៉ុណ្ណោះហ្វូហានជើឈប់បោកប្រាស់ខ្លួនឯងទៅបើអ្នកមិនកាត់វាឥឡូវនេះទេវានឹងយឺតពេកហើយប្រសិនបើយើងរងចាំយូរទៀតយប់មិញអ្នកនាំខឺសេទៅណាមន្ទីរពេទ្យនៅភាគខាងត្បូងនៃទីក្រុងតើគាត់បានធ្វើអ្វីនៅមន្ទីរពេទ្យខ្ញុំមិនហ៊ានសួរទេហេតុអ្វីបានជាអ្នកនៅទីនេះស៊ីងស៊ីងនៅតែរងចាំខ្ញុំមកវិញឲ្យលឿនមិនចាំបាច់ទេកិច្ចព្រមព្រៀងត្រូវបានបញ្ចប់មុនការកំណត់ខ្ញុំនឹងបង់ប្រាក់ចំនួន20លានមិនអីទេអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅជួបឈិនម្ដងទៀតអ្នកនឹងចាក់ចេញដោយខ្លួនឯងការត្រឡប់ទៅវិញនឹងធ្វើឲ្យគាត់នឹកអ្នកកាន់តែខ្លាំងឡើងដោយសារអនុប្រធានាធិបតីបដិសេធមិននាំខ្ញុំបន្ទាប់មកសូមគំនិតលើខ្ញុំកាយចាត់ទុកអ្នកជាម្ដាយរបស់ពួកគេរួចហើយការត្រឡប់មកវិញឥឡូវនេះនឹងធ្វើឲ្យគាត់លិចលង់កាន់តែជ្រៅទៅក្នុងបញ្ហាខ្ញុំមិនមានពេលឆ្លោះជាមួយអ្នកទេអ្នកបើកបរសូមប្រញាប់ឡើងទៅកាន់វីឡាក្នុងកៅអីអ្នកដំណើរផ្កាយទាំងឡាយគឺខ្ញុំសូមអភ័យទោសដែលខ្ញុំយឺតខ្ញុំត្រឡប់មកវិញហើយខ្ញុំមិនបានបោះបង់ចោលអ្នកទេសូមទោសណាផ្កាយខ្ញុំត្រូវបានពន្យាពេលដោយសាររឿងមួយចំនួននៅតាមផ្លូវតើអ្នកអាចបើកទ្វារឲ្យខ្ញុំដើម្បីជួបអ្នកម្ដងទៀតបានទេអ្នកគួរតែចាក់ចេញមិនអីទេខ្ញុំនឹងឲ្យនរណាម្នាក់ផ្ទេរប្រាក់20លានទៅកន្លែងរបស់អ្នកមិនចាំបាច់ទេដែលត្រូវបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងដំបូងឡើយខ្ញុំពិតជាចង់បានលុយណាស់ប៉ុន្តែប្រសិនបើខ្ញុំយក20លាននេះឥឡូវនេះតើមនុស្សនឹងគិតយ៉ាងណាចំពោះខ្ញុំបន្ទាប់ពីព័ត៌មាននេះផ្កាយឲ្យអ្នកត្រូវញ៉ាំបន្ថែមទៀតញឹមឲ្យបានច្រើនអ្នកមានស្នាមញឹមគួរឲ្យស្រឡាញ់ខ្ញុំដឹងថាអ្នកអាចជឿខ្ញុំហើយផ្កាយខ្ញុំបានធ្វើឲ្យអ្វីរញ៉េញ៉ៃអ្នកមិនចាំបាច់អត់ទោសឲ្យខ្ញុំទេប៉ុន្តែបន្ទាប់ពីខ្ញុំចាក់ចេញខ្ញុំសង្ឃឹមថាអ្នកនឹងឈប់ធ្វើខ្លួនឲ្យឯកាភ្ញាក់ឡើងហើយលាហើយយេមិនអាចពិចារណាឡើងវិញបានទេតាមវិធីនេះផ្កាយនឹងតែងតែស្ថិតនៅចន្លោះយើងជានិច្ចនៅទីបំផុតតារាជាអ្នករងរបួសយាយឲ្យថែរក្សាគាត់ផងភ្ញាក់ពីដំណេកហើយចេញមកញ៉ាំអាហារពេលល្ងាចលោកហ្វឺននេះជាវីដេអូពេញលេញនៃសកម្មភាពឪពុកម្ដាយកូនផ្ញើរូបនេះជូនអ្នកជាអនុស្សាវរីយ៍ផ្កាពណ៌ផ្កាឈូកនេះវាជាអ្វីដែលស៊ីនស៊ីនចង់ផ្ដល់ឲ្យមនុស្សដែលនាងនឹកបំផុតពណ៌ខៀវនេះវាជាអំណោយសម្រាប់មនុស្សដែលយិននៅទីនេះជាមួយឆិនខ្ញុំចង់និយាយថាការចំណាយពេលជាមួយកុមារមិនមែនមានន័យថាដកហូតតំណែងនរណាម្នាក់នោះទេផ្កាយអាចនឹកម្ដាយរបស់ពួកគេវាក៏អាចធ្វើទៅបានផងដែរក្នុងការអនុញ្ញាតឲ្យអ្នកដទៃធំឡើងជាមួយគាត់បន្តិចម្ដងខ្ញុំខុសហើយលេខដែលអ្នកបានចុចទូរស័ព្ទត្រូវបានបិទ